កៃសុបិនឃើញពស់វែកជាសញ្ញាឲ្យប្រុងប្រយ័ត្នខ្លួនមែនទែនពស់ក្នុងក្តីសុបិនជាទូទៅគេតែងតែគិតថាគូព្រេងនឹងមកដល់ឆាប់ប៉ុន្តែបើយោងទៅជំនឿគឺមិនទាំងអស់នោះទេពស់ខ្លះតំណាងឲ្យអាជីពការងារមានការប្រកួតប្រជែងខ្លាំងជាពិសេសពស់វែកតែម្ដងដែលយើងតែងតែខ្លាប់ខ្លាចជាងគេសុបិនឃើញពស់វែកនៅនឹងមុខមានន័យថាក្នុងអំឡុងពេលនេះត្រូវប្រុងប្រយ័ត្នជាពិសេសជាមួយរាល់ពាក្យសម្ដីដែលអ្នកនិយាយទៅកាន់មនុស្សជុំវិញខ្លួនអ្នកគួរតែគិតមុនពេលនិយាយហើយកុំនិយាយសន្យាជាមួយអ្នកណាដែលឥតប្រយោជន៍និងមិនអាចធ្វើបានឲ្យគេព្រោះអាចនឹងមានបញ្ហាមានចំនួនកើតឡើងរហូតបែកបាក់គ្នាក៏មានសុបិនឃើញពស់វែកនៅនឹងមុខមានន័យថាក្នុងអំឡុងពេលនេះត្រូវប្រុងប្រយ័ត្នជាពិសេសជាមួយរាល់ពាក្យសម្ដីសុបិនឃើញពស់វែកបើកវែករកខំយើងមានន័យថាក្នុងអំឡុងពេលនេះនឹងមានមនុស្សមកជួយការងារអាចទទួលបានដំណឹងល្អឬនឹងជួបគូព្រេងដែលប៉ងជាយូរមកហើយសុបិនឃើញពស់វែកលិតអណ្ដាតសម្លឹងមកបញ្ជាក់បានថាមនុស្សដែលជាសត្រូវនឹងគ្នាអាចវិលក្លាយជាមិត្តវិញដោយសារតែការយោគយល់និងដោះស្រាយវិវាទល្អជាងមុនចំណែកអ្នកណាដែលកំពុងមានបញ្ហាក្នុងវិវាទអ្នកប្រហែលជាអ្នកឈ្នះរឿងក្តីក្តាំងនេះលើសគេសុបិនឃើញពស់វែកនៅស្ងៀមត្រឹងមានន័យថាក្នុងអំឡុងពេលនេះអ្នកគួរតែប្រើស្មារតីឲ្យច្រើនជាងអារម្មណ៍ឆេវឆាវគិតមួយពេលហើយគួរប្រយ័ត្នពាក្យដែលប្រើជាមួយមនុស្សជិតស្និទ្ធឬសមាជិកគ្រួសារបើប្រើមិនស្រួលអាចមានទំនាស់បង្ករឿងជាធំបានសុបិនឃើញពស់វែកវាកាត់មុខមានន័យថាអ្នកអាចនឹងមានរឿងបាត់បង់លុយកាក់តិចតួចឬជាស្នេហាដូច្នេះជួរតោងប្រយ័ត្នមាត់កកុំឲ្យរឿងតិចតួចប្រែជាការឈឺចាប់មកបំផ្លាញគ្នាបាន